ជំរាបសួរក៏ដូចជាសួស្តីទៅដល់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបន្តនៅចំណុចការអាននិយាយអំពីជីវិតគ្រួសាររបស់អ្នកដឹកនាំគ្រីស្ទបរិស័ទជាបន្តដោយសូមការអធិស្ឋានខ្លាំងមែនទែនចំពោះពីវីដេអូមុនដែលមានការសម្លេងរំខានជាខ្លាំងយកតែមែនទែនដោយសារខ្វះកង្វះខាតនៅឧបករណ៍ record ក៏ដូចជាបរិយាកាសជុំវិញហើយខ្ញុំសង្ឃឹមថាវីដេអូនេះនិងវីដេអូបន្តទៀតនឹងធ្វើឲ្យមានការអាប់ដេតជាបន្តដែលធ្វើឲ្យអ្នករាល់គ្នាស្ដាប់ទៅមានដោយគ្មានសម្លេងរំខានស្ដាប់ដោយមានអារម្មណ៍ថាស្ដាប់ទៅគឺឆាប់យល់អូខេឥឡូវយើងកុំឲ្យខាត់ពេលយូរយើងបន្តទៅកាន់ចំណុចជាបន្តទៀតដែលចំណុចបន្ទាប់ហ្នឹងយើងនឹងនិយាយអំពីអំណាចនៃជីវិតដែលស្រស់ស្អាតអូខេតោះឥឡូវយើងចាប់ផ្ដើមសាវកពេត្រុសបង្ហាញអំពីរបៀបដ៏សំខាន់ក្នុងការដែលគ្រីស្ទបរិស័ទព្យាយាមនាំដៃគូជីវិតរបស់ខ្លួនដែលមិនមែនជាអ្នកជឿទៅកាន់ព្រះគ្រីស្ទគាត់បានថ្លែងបញ្ឆិតបញ្ឈៀងអំពីចំណុចស្អាតស្អំនៃការរស់នៅរបស់ពួកគាត់ជាជាងពាក្យពេចន៍គឺជាអ្វីដែលមានអំណាចខ្លាំងជាងគេក្នុងការពិភាក្សាគ្នាជាមួយនឹងដៃគូជីវិតដែលមិនមែនជាអ្នកជឿគាត់បានលើកឡើងថាពួកស្រីត្រូវចុះចូលចំពោះប្តីខ្លួនបែបដូច្នោះដែរដើម្បីបើមានអ្នកណាដែលមិនព្រមស្ដាប់បង្គាប់តាមព្រះបន្ទូលនោះប្រពន្ធនឹងតាក់ទាញចិត្តមកបានដោយសារកិរិយាល្អក្រៅពីព្រះបន្ទូលដោយអ្នកនោះឃើញកិរិយាបរិសុទ្ធដែលប្រពន្ធប្រព្រឹត្តយ៉ាងកោតខ្លាចដល់ព្រះហើយគាត់ក៏បន្តបង្ហាញអំណាចនៃជីវិតដែលស្រស់ស្អាតគឺតែងចំពោះមនុស្សលាក់កំបាំងក្នុងចិត្តវិញដោយគ្រឿងដ៏មិនចេះពុករលួយរបស់វិញ្ញាណសម្លូតហើយរួមទុំនោះឯងជាសេចក្តីដែលមានតម្លៃវិសេសនៅចំពោះព្រះសពថ្ងៃនេះមានការផ្ដោតយ៉ាងខ្លាំងនៅក្នុងការឲ្យមនុស្សមានភាពស្រស់ស្អាតនៅពេលដែលពួកគាត់នៅក្រៅផ្ទះរបស់ខ្លួននៅត្រង់នេះសាវកពេត្រុសកំពុងតែបង្រៀនថាការបំពេញចិត្តឯគូជីវិតយើងក្នុងការបង្ហាញអាកប្បកិរិយាគឺសំខាន់ខ្លាំងណាស់កាន់គម្ពីរបទចម្រៀងសាឡូមោនក៏បានសរសើរភាពស្រស់ស្អាតខាងរាងកាយខាងក្រៅដែរទោះជាយ៉ាងណាក៏ដោយក៏នៅក្នុងចំណុចនោះទាំងប្តីនិងប្រពន្ធក៏ត្រូវតែស្អាតសម្រាប់គ្នាផងដែរមិនមែនសម្រាប់ឲ្យលោកីខាងក្រៅឃើញនោះទេរបៀបមានគ្រួសារដែលយោងតាមព្រះគម្ពីរគឺពិតជាផ្ទុយគ្នាពីប្រពៃណីមែនគោលដៅចម្បងរបស់យើងក្នុងការមានភាពស្រស់ស្អាតគឺដើម្បីនាំឲ្យគូជីវិតរបស់យើងមានអំណរលោក Rodney Chopsey-Smith ដែលជាអ្នកផ្សាយដំណឹងល្អម្នាក់ពីឆ្នាំ1860ដល់ឆ្នាំ1946បានបម្រើបេសកកម្ម Wesley មួយរយៈនៅឯទីក្រុង Manchester ប្រទេសអង់គ្លេសមានស្ត្រីម្នាក់ក្នុងពន្ធកិច្ចនោះតែងតែសុំឲ្យគេអធិដ្ឋានឲ្យប្តីគាត់ឈ្មោះ John ដើម្បីកែប្រែចិត្តគួរឲ្យសោកស្ដាយណាស់ដែលស្ត្រីម្នាក់នោះក៏ងាយច្រឡត់ខឹងផងដែរពេលខ្លះនៅពេលដែលប្តីរបស់គាត់ហៀបនឹងចោះចូលចំពោះអំណះអំណាងរបស់ព្រះគ្រីស្ទគាត់តែងតែធ្វើឲ្យប្តីរបស់គាត់ខឹងដោយគាត់ច្រឡត់ខឹងប្តីរបស់គាត់តែងតែនិយាយម៉ារ៉ាអូនអើយប្រសិនបើនេះជាសាសនានោះបងមិនចង់មានអ្វីពាក់ព័ន្ធនឹងវាទេបន្ទាប់ពីនោះគាត់ក៏បានសូមអភ័យទោសហើយសូមឲ្យប្តីគាត់អត់ទោសគាត់ប៉ុន្តែគាត់ក៏បានប្រើប្រាស់ជាទម្លាប់នៅការច្រឡត់ខឹងរបស់ប្រពន្ធគាត់ជាលេសមិនដាក់តាមព្រះគ្រីស្ទមានថ្ងៃមួយលោក Smith បាននិយាយជាមួយនឹងស្ត្រីនោះដោយស្មោះត្រង់ហើយបានប្រាប់គាត់ថាគាត់ត្រូវតែយកឈ្នះលើការច្រឡត់ខឹងគាត់បានធានាថាព្រះគ្រីស្ទនឹងប្រទាននូវព្រះគុណដល់គាត់ដើម្បីឲ្យមានសមត្ថភាពទប់ទម្លាប់គាត់ដោយជឿលើព្រះជាម្ចាស់គាត់បានបដិញ្ញាចិត្តចាប់ផ្ដើមជំពូកថ្មីក្នុងជីវិតរបស់គាត់ការនោះបានកើតឡើងនាពេលមួយដែលពួកគាត់កំពុងតែជួសជុលផ្ទះរបស់ខ្លួនលោកស្រីម៉ារ៉ាទើបតែដាក់កម្រាលព្រំនិងអំពូលពីដើមថ្មីដែលគាត់បានព្យួរលើរបៀងដោយមិនបានដឹងអំពីអំពូលថ្មីលោកចនបានមកផ្ទះដោយលីអ្វីមួយលើស្មាគាត់ពេលដែលគាត់កាច់ជ្រុងគាត់ក៏បានប៉ះអំពូលហើយវាក៏បានធ្លាក់បែកលោកចនបានត្រៀមខ្លួនសម្រាប់ការឆ្លើយតបរបស់ប្រពន្ធគាត់ពាក្យពេចន៍កំហឹងឥតល្ហែនិងការនិយាយរិះគន់ខ្លាំងប៉ុន្តែជាជាងប្រឈមមុខនឹងការឆ្លើយតប
តាមធម្មតាលោកចនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលមិនលឺអ្វីសោះផ្ទុយទៅវិញប្រពន្ធរបស់គាត់បានមើលពីកម្មចនាហើយគ្រាន់តែនិយាយយ៉ាងសាមញ្ញថាមិនអីទេបងមិនអីទេយើងអាចទិញអំពូលថ្មីមួយទៀតដែលមានការភ័ន្តភាំងនិងមានការភ្ញាក់ផ្អើលលោកចនក៏បានមើលទៅកាន់គាត់ម៉ារ៉ាមានបញ្ហាអីអូនគាត់បានឆ្លើយយ៉ាងស្ងប់ស្ងាត់ថាបងអើយអូនបានជឿលើព្រះយេស៊ូវហើយសូមឲ្យទ្រង់ព្យាបាលអូននៅការច្រត់ខឹងដោយនៅមានការភ្ញាក់ផ្អើលនិងការឆ្លើយតបដែលមិននឹកស្មានរបស់ប្រពន្ធគាត់លោកចនបានបន្លឺថាបើព្រះអង្គបានព្យាបាលអូនឥឡូវសូមចុះមកក្រោមហើយអធិដ្ឋានសម្រាប់បងត្បិតនោះជាអ្វីដែលបងចង់បានប្រសិនបើមានចំណុចល្មមគ្រប់គ្រាន់ក្នុងសាសនានេះដើម្បីព្យាបាលការច្រឡោតខឹងរបស់អូននោះបងក៏ចង់បានសាសនានោះដែរបន្ទាប់ពីបានអធិដ្ឋានអស់ជាច្រើនឆ្នាំហើយនៅថ្ងៃនោះលោកចនក៏បានកែប្រែចិត្តនៅខាងមុខទៀតយើងនឹងឃើញអំពីរបៀបនៃចំណុចសំខាន់នៃពាក្យពេចន៍ក្នុងផ្ទះប៉ុន្តែដែលឡែកពីភាពស្រស់ស្អាតនៃជីវិតនៃសេចក្តីស្រឡាញ់នោះពាក្យពេចន៍គ្មានអំណាចទេមានសាច់រឿងជាច្រើនអំពីកូនអ្នកបះបោប៉ុន្តែក្រោយមកទៀតมันអាចបំភ្លេចគំរូនៃសេចក្តីស្រឡាញ់ដែលមានក្នុងជីវិតម្ដាយខ្លួនហើយនៅចុងបញ្ចប់ក៏បានថ្វាយខ្លួនទៅកាន់ព្រះគ្រីស្ទបាទចំណុច